បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះគឺថាទៅភាសាយើងក៏ចូលមកដល់ហើយចំណែកស្រូវស្រែខ្ញុំនេះគឺថាបានចូលប្រមូលផលហើយបងប្អូនអើយបាទហើយជាពិសេសគឺថានៅតំបន់យើងស្រុកស្រែនេះគឺថាភ្លៀងនោះភ្លៀងស្ទើរតែរាល់ថ្ងៃបងប្អូនបាទហើយឥឡូវនេះគឺថាប្រហែលថ្ងៃនេះវាឆ្លៀតនឹងថាមេឃវាមិនសូវជាភ្លៀងអីចឹងទៅបាទហើយស្រូវនេះក៏ទុំល្មមបាទហ្នឹងហើយអញ្ចឹងគូឆ្លៀតចូលកាត់ថ្ងៃហ្នឹងហើយបងប្អូនបាទថ្ងៃនេះបានប្រមូលផលហើយនិយាយពីថាស្រូវឆ្នាំនេះវាល្អទៀតណាបងប្អូនបាទយើងមើលតែសាច់ស្រូវនេះបាទអស់តោះបាទប៉ុន្តែមិនដឹងថាលទ្ធផលនឹងបានប្រហែលតោនមិនទាន់ដឹងទេបងប្អូនបាទតតែដឹកជូនហើយយើងមើលមិនដឹងបានប្រហែលបងប្អូនបាទមកឥឡូវកលេចមកមើលស្រូវយើងនេះវិញបងប្អូនអើយគឺថាជ្រៅបានពាក់កណ្ដាលហើយហ្នឹងហើយហើយពាក់កណ្ដាលទៀតគឺថាកំពុងតែចាប់ផ្ដើមចូលកាត់បន្ថែមអញ្ចឹងទៅប៉ុន្តែនេះរៀងបុកពុះដែរបាទមេឃម្ដងខ្មៅម្ដងសអញ្ចឹងចង់ភ័យដែរបងប្អូនបាទសារតែកាត់ដឹកជូនរបស់យើងវារៀងឆ្ងាយដែរបងប្អូនបាទពីភូមិមកវាលបឹងនេះគឺថាឆ្ងាយបងប្អូនបាទហើយនេះថាផ្លែបងប្អូននេះតោះហ្មងបាទបានមួយឆ្នាំនេះប៉ុន្តែមិនដឹងថាកើនផលឬក៏បាត់អត់ទាន់ដឹងទេបងប្អូនចាំមើលច្រូតហើយបានប្រហែលនឹងបានដឹងច្បាស់បាទឥឡូវគឺថាក្រុមពួកគាត់អ្នកដឹកនេះគឺថាចាប់ផ្ដើមលើកបងប្អូនបាទដើមពេញប្រើហើយណាមួយវាពិបាកដែរបងប្អូនមើលថាយើងមកដឹកអីចឹងមានតែមួយគូយន្តពីរគូយន្តពួកគេអត់មកបងប្អូនដោយសារតែផ្លូវយើងខែនេះគេឋានៈលើនឹងគេចាប់ដើមធ្វើវគ្គ2អីចឹងបងប្អូនដល់ពេលវគ្គ2ចឹងទៅគឺថាវាមានទឹកថាបែកលពេចផ្លូវបែកលបាប់ផ្លូវជាប់អីចឹងទៅបងប្អូនអញ្ចឹងតតគូយន្តនឹងមករៀងច្រើនដែរវាស្រស់ដៃគ្នាបងប្អូនមកគេមកអញ្ចឹងណាបាទឡើងគឺថាចាប់ដើមលើកពេញគួយតអញ្ចឹងទៅក៏បទៅហើយផ្លូវនេះគាត់ថាវាមិនអ្នកស្រួលទេបងប្អូនអើយបាទលុកកាត់ព្រៃកាត់អីហ្នឹងគេថាផ្លូវទៅរលួយបងប្អូនបាទវាមិនស្រួលទេតែឥឡូវនេះគេថាកលែកមកមើលវិញបងប្អូនហើយទៅមួយជើងដំបងនេះស្រាប់តែមានមួយបាត់ទៅហើយបាទបែកកង់ឥឡូវលើកសាងឯងនិយាយទៅថាមកគូយន្តដែរចង់23បងប្អូនបាទដោយសារតគូយន្តនេះបែកកង់អស់មួយហើយបាទឥឡូវនេះបន្ទាប់ពីលើកអីរួចរាល់អញ្ចឹងក៏បន្តតាណាទៀតបងប្អូនប៉ុន្តែមិនទៅបានឆ្ងាយប្រហែលទេបងប្អូនអើយនេះទឹមតានឹងឯខាងដើមវីដេអូហ្នឹងបាននិយាយឲ្យដោយសារតែផ្លូវនេះគេថាវគ្គ2គេធ្វើអញ្ចឹងបងប្អូនបានអញ្ចឹងវារៀងពិបាកវាសើមវាអីអញ្ចឹងទៅយើងបើកកាត់មើលពីជាប់ម្ដងជាប់បដ ாய் បងប្អូនបាទអីចង់និយាយជាប់មាត់ទៀតបាទឥឡូវនេះមានអីទេបងប្អូនហើយមានតែរុញហ្នឹងហើយរុញនេះគឺថារុញមិនរួចក៏ឆ្លៀតតម្លាក់ស្រូវបាទមានតែអញ្ចឹងទេហើយនេះពតេរជំនួយរអីចឹងទៅបងប្អូនបាទតម្រាំតែរួចអីចឹងទៅយើងកលេចមកមើលមេឃយើងគឺថាអស់តោះហើយបាទចង់លិចបាត់ឯថ្ងៃរះនេះគឺថាចង់លិចអីបាទតម្រាំតែបានមកដល់ភូមិនេះបងប្អូនបាទគឺថាពិបាកវេទនាមែនតែនហ្នឹងហើយចឹងថាយើងអ្នកធ្វើស្រែយើងដឹងហើយថាវាមិនទៅជាអ្នកស្រួលទេបងប្អូនអើយតម្រាំតែបានប្រមូលផលគឺថាព្យាយាមថែទាំផងបងប្អូនហ្នឹងហើយចឹងវីដេអូមានប៉ុណ្ណឹងបងប្អូនអរគុណច្រើន